សួស្តីអ្នកនាងសូមស្វាគមន៍មកកាន់ Channel នីដាមតារាជុកនីសាជាថ្មីទៀតហើយជាមួយនឹងរឿងល្បែងស្នេហ៍គឺខ្យងភាគទី12តោះទៅស្ដាប់ទាំងអស់គ្នាដល់វគ្គកន្លែងរានណាគាត់ខឹងជាមួយនឹងមុខដោយសារតែមានព័ត៌មានដែលថាមុខហើយនឹងរានរៀបការជាមួយគ្នានៅលើ social media អញ្ចឹងទៅរានគាត់គិតថាជាមុខជាអ្នកធ្វើអញ្ចឹងហើយពេលហ្នឹងមុខកំពុងតែហែលទឹកអញ្ចឹងទៅរានណាមករករឿងមុខអញ្ចឹងណាអញ្ចឹងទៅរត់អត់ព្រមឲ្យរានរករឿងមុខឯងដោយសាររានកំពុងតែក្តៅក្រហាយអញ្ចឹងណាអញ្ចឹងក៏ច្រានរាននឹងធ្លាក់ចូលទៅក្នុងទឹកអញ្ចឹងទៅរត់អ្នកច្រានណាចាស់ហើយក៏អូសមុខទៅហើយរានណាគឺខ្សែភ្នែករានមើលទៅមុខកន្លែងហ្នឹងគឺបែបគឺអ្នកស្រឡាញ់គេអញ្ចឹងណារត់បាននិយាយទៅមុខថារត់ជឿលើមុខដោយសារតែមុខអត់បំផ្លាញគេឈ្មោះខ្លួនឯងដោយសារតែរឿងហ្នឹងឯងមុខអត់ងងអញ្ចឹងឯងហើយមុខអន់ចិត្តខ្លាំងដោយសារតែមនុស្សស្គាល់គ្នាតាំងពីតូចដូចជារានតាំងពីតូចមកអត់ជឿទុកចិត្តលើខ្លួនឯងប៉ុន្តែរត់ទៅតែស្គាល់គ្នាសោះរត់បែកជាទុកចិត្តលើមុខអញ្ចឹងទៅហើយបន្តមកទៀតមកកន្លែងហ្នឹងគឺរានណាលួចមើលអញ្ចឹងទៅរត់ក៏ថាឲ្យរានណាពេលដែលមុខដើរចេញទៅណាថារត់ប្រាប់ថារានណាមើលងាយមុខខ្លាំងដោយសារអត់ទុកចិត្តលើមុខដែលថាស្គាល់គ្នាតាំងពីតូចមកអញ្ចឹងណាគឺរានមើលមនុស្សខុសហើយមុខមិនជាមនុស្សអញ្ចឹងទេលុះតស្អែកឡើងមកហ្នឹងគឺពេលព្រឹកឡើងគឺមានភូមិមានរត់មានមុខកំពុងទៅទទួលទានអាហារពេលព្រឹកនៅផ្ទះបរត់នឹងឯងពេលដែលរានចុះមកហ្នឹងគឺគ្រប់គ្នាព្យាយាមអត់ចាប់អារម្មណ៍លើរានទេអញ្ចឹងរានក៏អត់ព្រមញ៉ាំបាយនៅអាហារពេលព្រឹកនៅផ្ទះដែរហើយក៏បានសម្ដៅទៅរឿងឪពុកម្ដាយរបស់ខ្លួនឯងនៅផ្ទះហ៎ឪពុករានហើយនឹងរានក៏បានជុំគ្នាយ៉ាងខ្លាំងប៉ុន្តែគ្រាន់ថាបានម្ដាយរានជាអ្នកសម្របសម្រួលហើយក៏ឲ្យទាំងពីរអ្នកនឹងទៅធ្វើការអញ្ចឹងទៅរានក៏ព្រមទៅធ្វើការនៅក្រុមហ៊ុនអញ្ចឹងទៅដល់ពេលទៅធ្វើការក្រុមហ៊ុនគឺជួបមុខហើយនឹងត្រីនុតហើយត្រីនុតហ្នឹងនិយាយឌឺដងមុខថាគឺមុខគឺចង់បញ្ចេញខ្លួនឯងគឺជាប្រពន្ធរបស់អនុប្រធានក្រុមហ៊ុនអញ្ចឹងបានបញ្ចេញនៅព័ត៌មានហ្នឹងអញ្ចឹងណាចាប៉ុន្តែពេលនងដែរហ្នឹងគឺឪពុករបស់រានហើយនឹងរានក៏ទៅដល់ក្រុមហ៊ុនអញ្ចឹងទៅឪពុករបស់រានក៏មានរឿងចង់និយាយជាមួយនឹងមុខហើយនឹងរានអញ្ចឹងទៅចាគឺឪពុករបស់រានហ្នឹងគឺចង់ឲ្យរានទៅធ្វើជាអនុប្រធានក្រុមហ៊ុនប៉ុន្តែរាននៅតែបដិសេធអញ្ចឹងណាចាគឺរានធ្វើមិនក៏រានអត់ព្រមឲ្យរានហានឹងរាននឹងបង្កើតក្រុមហ៊ុនខ្លួនឯងអញ្ចឹងទៅងាកមកមើលខាងរត់វិញចារត់បានឲ្យភូមិហ្នឹងទៅសើចមើលថាអ្នកណាជាអ្នកបរោះព័ត៌មានរឿងមុខហើយនឹងរានរៀបការជាមួយគ្នាហ្នឹងណាចាដល់ពេលភូមិទៅសើបមើលទៅដឹងថាជាណាំភេទជាអ្នកធ្វើអញ្ចឹងទៅរត់ហ្នឹងក៏បានហៅណាំភេទមកនិយាយជាមួយអញ្ចឹងណាថាឲ្យណាំភេទអញ្ចឹងទៅមិនក៏ធ្វើអញ្ចឹងហើយណាំភេទក៏ធ្លាប់និយាយថាឲ្យរត់ចាគាត់អត់ចង់ឲ្យរត់នឹងធ្វើខុសទេហើយគាត់ព្យាយាមនឹងធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យរត់នឹងអត់បានស្រឡាញ់ជាមួយមុខអញ្ចឹងណាចាប៉ុន្តែកំប៉ុន្តែបើនៅក្នុងការគិតរបស់ admin គាត់ថាកន្លែងហ្នឹងគឺណាំភេទគឺស្រឡាញ់រត់ច្រើនជាងអញ្ចឹងបានព្យាយាមធ្វើម៉េចបែកឲ្យរត់នឹងទៅស្រឡាញ់មុខអញ្ចឹងណាហើយរត់នឹងក៏បាននាំណាំភេទទៅសុំទោសមុខហើយនឹងរានគឺឲ្យណាំភេទហ្នឹងទៅសារភាពមុខឲ្យរានថាខ្លួនជាអ្នកធ្វើអត់មានអ្នកគេនៅពីក្រោយខ្នងទេគឺធ្វើបែបហ្នឹងគឺមានន័យថាកុំឲ្យរានហ្នឹងយល់ច្រឡំរឿងមុខតទៀតអញ្ចឹងណាចាហើយពេលនោះដែរហ្នឹងគឺម្ដាយរបស់មុខក៏បានទូរស័ព្ទមកមុខដូចគ្នាមុខហើយនឹងភេទក៏បានទៅផ្ទះអញ្ចឹងទៅភេទត្រូវបានម្ដាយស្ដីបន្ទោសជាខ្លាំងដែរអញ្ចឹងថាបរោះព័ត៌មានហ្នឹងអញ្ចឹងណាចាធ្វើឲ្យមុខហ្នឹងបាត់បង់កិត្តិយសដូចគ្នាដោយសាររឿងការរៀបការហ្នឹងគឺជាកិច្ចសន្យារវាងពីរគ្រួសារហ្នឹងគឺអ្នកក្រៅអត់មានសិទ្ធិដឹងអញ្ចឹងណាចាហើយម្ដាយរបស់មុខបានសួរទៅមុខថាទ្រាំបានអត់សពថ្ងៃហ្នឹងអញ្ចឹងដោយសារមើលទៅមុខដូចអត់មានសេចក្តីសុខទេដោយសារតាំងពីតូចមកនៅពេលដែលមុខបានទៅជួបរានម្ដងគឺមុខស្បាយចិត្តប៉ុន្តែលើកនេះពេលដែលរៀបការហើយអញ្ចឹងមុខអត់ដែលសប្បាយចិត្តទេពេលដែលនៅជាមួយរានអញ្ចឹងទៅមកក៏ពិបាកចិត្តដែរបានតាំងចិត្តថានឹងទៅជួបជាមួយឪពុករបស់រាននិយាយជាមួយនឹងរឿងឈប់ធ្វើកិច្ចសន្យាថារៀបការជាមួយនឹងរានបន្តឲ្យគ្រប់មួយឆ្នាំអញ្ចឹងណាចាលុះយប់ឡើងពេលដែលមុខត្រឡប់មកផ្ទះវិញហ្នឹងរានផឹកស្វឹងហើយអញ្ចឹងទៅរានបានចាប់មុខមកនិយាយជាមួយពេលហ្នឹងណាគឺរានបានប្រាប់មុខតាក់ទងជាមួយរឿងពិតដែលក្នុងចិត្តរបស់ខ្លួនណាគឺកន្លងមកគឺរានស្អប់មុខចិត្តខ្លាំងប៉ុន្តែឥឡូវហ្នឹងអត់ដឹងថារានណាគាត់ថាគាត់ត្រូវស្អប់មុខល្អឬក៏ស្រឡាញ់មុខល្អគឺមានន័យថាស្រឡាញ់ក៏អត់បានស្អប់ក៏អត់បានហើយព្យាយាមធ្វើបាបមុខអញ្ចឹងណាប៉ុន្តែបានរត់មកជួយតន់អញ្ចឹងណាចាំបែកមុខហើយនឹងរានចេញពីគ្នាអញ្ចឹងទៅលុះព្រឹកឡើងអញ្ចឹងទៅមកគាត់បានត្រៀមខ្លួនទៅនិយាយមើលឪពុករានដល់ពេលទៅដល់ជួបជាមួយនឹងឪពុករានកំឡុងពេលដែលមករៀបនឹងហាមាត់និយាយប្រាប់ឪពុករាននេះហ្នឹងក៏មានព័ត៌មានរបស់រានហ្នឹងគឺគាត់ក៏ពុតតែបើកក្រុមហ៊ុនថ្មីអញ្ចឹងណាចាហើយរានក៏បានប្រកាសដែរថាខ្លួនណាអត់ធ្វើជាអនុប្រធានរបស់ក្រុមហ៊ុនឪពុករបស់ខ្លួននេះខ្លួនបើកក្រុមហ៊ុននេះជាមួយនឹងរត់អញ្ចឹងណាចាគាត់
នឹងធ្វើឲ្យប្រកួតដឹងថាគាត់នឹងធ្វើបានហើយដល់ពេលចឹងទៅឪពុករបស់រ៉ានហ្នឹងក៏បានតែហៅរ៉ានត្រឡប់មកផ្ទះហើយថាឲ្យរ៉ានជាខ្លាំងហើយរ៉ានធ្វើឲ្យគាត់យល់ព្រមមកធ្វើជាអនុប្រធានក្រុមហ៊ុនដែរចឹងណាចាហើយរ៉ានក៏បានជួបមួយបងស្រីរបស់ខ្លួនគឺលាក់នឹងឯងហើយលាក់មកស្ដីបន្ទោសរ៉ានជាខ្លាំងចឹងណាថាធ្វើឲ្យចេះគិតយំទៅគឺរ៉ានធ្វើឲ្យក៏ដែរត្រូវនៅក្នុងខ្សែភ្នែកអ្នកដទៃដែរចាប៉ុន្តែបានមកទៅលួងលោមចឹងណាមកបាននិយាយថារ៉ានធ្វើបានល្អចឹងណាដោយសារមកដឹងថាគឺដោយសារតែមកហ្នឹងបានលួចស្ដាប់ពេលដែលរត់ហើយនឹងរ៉ាននិយាយគ្នាពេលនៅផ្ទះហោះគឺដោយសារតែពេលហ្នឹងគឺសង្ស័យលាក់ជាអ្នកតាមសម្រាប់រ៉ានអញ្ចឹងរ៉ានគិតថាបើខ្លួនអត់រវល់មួយទ្រព្យសម្បត្តិរបស់ឪពុករបស់ខ្លួនទេពេលនោះលាក់ប្រហែលជាលេងរវល់មួយរ៉ានទៀតចឹងណាចឹងបានរ៉ានមកបើកក្រុមហ៊ុនខ្លួនឯងអញ្ចឹងរឿងលបាយស្នេហ៍គឺខ្យល់ភាគទី12សូមបញ្ចប់តែប៉ុណ្្នឹងសិនរងចាំស្ដាប់លបាយស្នេហ៍គឺខ្យល់ភាគទី13เนาะសប្តាហ៍ក្រោយចឹងអរគុណច្រើនបាយបាយបាទសិនជាមិត្តពេញចិត្តនៅវីដេអូឃ្លីបនេះកុំភ្លេចជួយចុច Subscribe ចុច Like Channel នេះដាំផងណា